សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងមកតមួយមេរៀនយើងគឺ operator នៅក្នុង Java ចឹងថ្ងៃនេះយើងតជាមួយនឹងលេខ2គឺ assignment operator លេខ3 comparison operator ចឹងអ្វីមក assignment operator គឺវាមានដូចជាគឺសញ្ញាបូកស្មើដកស្មើចែកស្មើគុណស្មើនិងសំណរចែករកសំណរស្មើចឹងបើសិនជាខ្ញុំដាក់ integer I ស្មើ10 and j ស្មើ20អូខេចឹងខ្ញុំ print ខ្ញុំ system print មកអូខេ print I បូកស្មើ j អូខេចឹងខ្ញុំរ៉ាតើវាចេញគេអូខេដល់ពេលដែលខ្ញុំរ៉ាគឺវាចេញលេខ30ចឹងកន្លែងនេះមានន័យថាបើសិនជា I បូកស្មើ j គឺមានន័យថាគឺ I ស្មើ I បូកជាមួយនឹង j អូខេនៅពេលដែលយើងបានឡើយយើងឧទាហរណ៍យើងបូកចេះហើយយើងបានចំនួនមិញគឺ30អញ្ចឹងវាមានន័យថាគឺស្មើ30ហើយអញ្ចឹង I របស់យើងគឺស្មើ30ចុះបើសិនជាខ្ញុំយក I នេះចំនួន I នេះគឺវាដូរ I មិនមែនស្មើ10ទៀតទេគឺ I ស្មើ30ដោយសារអីយើងបានគណនាលើនេះមុនហើយអញ្ចឹងយើងគណនាមុននេះគឺ I ស្មើ30ហើយអញ្ចឹងយើងតទៀតឧទាហរណ៍បើខ្ញុំដាក់ system ហើយដកស្មើ j អញ្ចឹងពេលដែលខ្ញុំរ៉ានគឺវាចេញមែនអូខេខ្ញុំរ៉ានគឺឃើញដកមកឃើញដកអូខេអញ្ចឹងវាមានន័យថាគឺកន្លែងនេះគឺ I ដកស្មើ j គឺស្មើ I ស្មើ I ដកជាមួយនឹង j អញ្ចឹង I របស់យើងគឺមានលេខ10ទៀតទេគឺយើងបានគណនាកន្លែង system នេះហើយគឺវាចេញលេខ30អញ្ចឹងវាស្មើ30ដកជាមួយនឹង20អូខេស្មើ10 system ឧទាហរណ៍បើគុណស្មើអូខេគុណស្មើអញ្ចឹងខ្ញុំរ៉ានតទៀតអូខេអញ្ចឹងវាចេញមក200អញ្ចឹងដល់ពេលដែលយើង I យើងស្មើ10ម្ដង I យើងស្មើ10គុណនឹង20គឺស្មើ200អូខេអញ្ចឹងវាមានន័យថាគឺ I ស្មើ10គុណជាមួយនឹង20ស្មើ200អូខេអញ្ចឹងយើងតទៀតគឺ system I ចែកជាមួយនឹង j អញ្ចឹង I នេះឡើងដល់200 j គឺ20អញ្ចឹងតើយើងចែកបានប៉ុន្មានហេអញ្ចឹងយើងចែកបានចំនួន10មិនបាន10អញ្ចឹង200ចែក20គឺបាន10អូខេអញ្ចឹងកន្លែងនេះគឺមានន័យថា I ចែកស្មើ j ហ្នឹងគឺ I ស្មើ I ចែក j ដែល I ហ្នឹងគឺ I ហ្នឹងស្មើ200ចែកជាមួយនឹង10 20ស្មើ10អូខេអញ្ចឹងយើងតទៀតគឺចែករកសំណរក៏ដូចគ្នាគឺនៅពេលដែលយើងរ៉ានគឺឃើញសំណរ10មិនបានសំណរ10គឺ10ចែកឲ្យ20អូខេអញ្ចឹងអាកន្លែងចែកស្មើនេះយើងទទួលបាន10អញ្ចឹង10ចែក20គឺបានសំណរ10អូខេអញ្ចឹងអានេះគឺជា assignment operator អញ្ចឹងជាការងាយស្រួលគឺខ្ញុំដាក់ឡាយខ្ញុំតាំង float មួយចុះ float គឺ51ស្មើឡាយ20.30អូខេ and float មួយទៀតអូខេហើយ float មួយទៀតគឺ5.25អូខេអញ្ចឹងយើងដាក់ឡាយ system print 51បូក52ស្មើអូខេអញ្ចឹងខ្ញុំរ៉ានerror កន្លែងណានេះមាន error ណាអូខេអញ្ចឹងខ្ញុំរ៉ានអូខេអញ្ចឹងចេញបាន 25.55 អូវាបូកគ្នាចុះបើសិនជាខ្ញុំតាំងឡើយdouble ស្មើប៉ុណ្នេះអានេះឡើយឲ្យដាក់ដកគ្នាដកស្មើវិញអូខេអញ្ចឹងខ្ញុំរ៉ានគឺយើងទទួលបានឡើយគឺ 15.05 អូខេអានេះគឺសម្រាប់ assignment operator ចុះបើសិនជា comparison operator អញ្ចឹងយើងចូល comparison operator អញ្ចឹងខ្ញុំដាក់កន្លែងនេះគឺទី3គឺ comparison operator អញ្ចឹង comparison operator មានដូចជាស្មើសញ្ញាសួរស្មើសញ្ញាឧទានស្មើអញ្ចឹងសញ្ញាឧទានស្មើនេះគឺជា like not equal គឺមិនស្មើ and សញ្ញាតូចជាងសញ្ញាធំជាងសញ្ញាតូចជាងឬស្មើសញ្ញាធំជាងឬស្មើអូខេអញ្ចឹងយើងមានប៉ុណ្ណឹង
and so ឲ្យឧទាហរណ៍ like integer គឺ i1 i2 ស្មើ20ចុះបើសិនជាវា like ខ្ញុំដាក់ស្មើចេះតើវាស្មើគ្នាអត់មើលនៅពេលដែលខ្ញុំ run អូខេចឹងនៅពេលដែលខ្ញុំ run គឺ sorry why ចេញលេខ20 wait ខ្ញុំបិទកន្លែងនេះសិនខ្ញុំបិទកន្លែងនេះសិនកុំឲ្យវាញ៉ៃញ៉ៃអូខេអូខេកន្លែងនេះគួរតែចេញ true or false run it again ចេញ20មកចេញ20អូស្មើ sorry not ស្មើអូខេស្មើអូខេអញ្ចឹងខ្ញុំសាក run សិនតើវាចេញអីអត់អូខេវាចេញ false ត្រូវវាចេញ false ដោយសារអី i1 គឺស្មើ10 j1 គឺស្មើ20អញ្ចឹង10និង20អត់ត្រូវគ្នាអត់ស្មើគ្នាអូខេតទៀតគឺ i សញ្ញាឧទានស្មើ j1 តើវាចេញ true or false វាច្បាស់ជាចេញ true ដោយសារអីដោយសារ10និង20អត់ដូចគ្នាអញ្ចឹងវា true វាខុសគ្នា yes true ឬក៏ពេលខ្លះវាចេញលេខ0មកអូខេយើងតទៀតចឹងតើ i និង i1 និង j1 តើមួយណាតូចជាងអូខេឃើញយើងដាក់មួយទៀតគឺសញ្ញាធំជាងហើយមួយទៀតគឺសញ្ញាតូចជាងធំជាងស្មើអូខេអញ្ចឹងយើងមក4នេះអញ្ចឹងខ្ញុំរ៉ានហើយខ្ញុំបញ្យល់អូខេអញ្ចឹងយើងមើលកូដយើង i 1តូចជាង j1 អញ្ចឹងគេចេញមក true មិនបាន true ដោយសារ i ស្មើ10 i1 ស្មើ10 j1 ស្មើ20អញ្ចឹង i 10នេះគឺតូចជាង20ត្រូវ i1 ធំជាង j1 for មិនបាន for ដោយសារ i 10ត្រូវតែតូចជាង20 20ត្រូវតែធំជាង10 i1 ធំជាងឬស្មើ j1 for មិនអញ្ចឹង i1 គឺ10 j1 គឺ20អញ្ចឹង20ធំជាង10វាមិនអាច10ធំជាង20ទេតែបើសិនជាតូចជាងឬស្មើបើសិនជា i1 នេះគឺស្មើ10 j1 នេះគឺស្មើ20អញ្ចឹងវាចេញ true ហេតុអ្វីដោយសារតែវាជាលេខ10ហើយវាក៏អាចស្មើនឹង20ដែរនៅពេលដែលវាឈានទៅ19ឈានទៅ20អូខេអញ្ចឹងយើងមានតែប៉ុណ្្នឹង Goodbye